សូមជម្រាបសួរបងប្អូនមកយល់ដឹងអំពីការដើរឆ្លងផ្លូវឲ្យមានសុវត្ថិភាពជាមួយខ្ញុំបាទទាំងអស់គ្នាណាបងប្អូនពិធីសាស្ត្រក្នុងការដើរឆ្លងផ្លូវយើងដាច់ខាតត្រូវតែអនុវត្តមិនមែនចេះតែឆ្លងទេណាបងប្អូនគឺមានវិធីសាស្ត្រក្នុងការដើរឆ្លងផ្លូវឲ្យមានសុវត្ថិភាពអូខេណាការដើរឆ្លងផ្លូវយើងត្រូវតែដាច់ខាតយើងត្រូវតែមករកកន្លែងដែលមានគំនូសសម្រាប់មកជើងឆ្លងផ្លូវវាជាការសំខាន់ណាបន្ទាប់មកទៀតយើងមកដល់នោះហើយយើងមកដល់ដើរព្រាមទេមិនមែនទេយើងត្រូវតែមកជប់ហើយយើងត្រូវតែស្ដាប់សំឡេងហើយយើងស្ដាប់សំឡេងហើយយើងត្រូវមើលឆ្វេងមើលស្ដាំហើយយើងមើលឆ្វេងបន្តទៀតបើសិនបើយើងមើលទៅมันមានយានណាមួយបើឆ្លងផ្លូវដែលយើងត្រូវឆ្លងកាត់នោះទេហើយយើងគិតថាវាឆ្លងដោយសុវត្ថិភាពនោះយើងនឹងឆ្លងតែម្ដងទៅហ្នឹងហើយប៉ុន្តែយើងត្រូវតែឆ្លងដោយមានការប្រុងប្រយ័ត្នឲ្យខ្ពស់ផងដែរ